បាទសូមអនុញ្ញាតគោរពជំរាបសួរទៅកាន់ពុកម៉ែបងប្អូនអ្នកគ្នាដែលជួយតាមដានទស្សនានៃការឲ្យតម្រូវឆ្នោតខ្មែរប្រចាំថ្ងៃសូមស្វាគមន៍ពុកម៉ែបងប្អូនសាជាថ្មីមកកាន់ Channel ឆ្នោតដង្ហើម2ទៀតហើយបាទជាថ្ងៃនេះផងដែរត្រូវនៅថ្ងៃទី10ខែ8ឆ្នាំ2026ហើយadmin ក៏មានជាមួយតម្រុយលៃល្អៗសម្រាប់មកចែកជូនពុកម៉ែបងប្អូនយករាប់សងសំណាងទៀតហើយបាទចឹងមុននឹងឈានទៅដល់ការចែកជូននៅតម្រូវថ្ងៃថ្មីយើងទៅមើលជាមួយតម្រូវការពីម្សិលមិញជាមួយ admin សិនបាទ ចឹងចំពោះការពីម្សិលមិញខ្ទង់អូសយើងមានកៅគត់និង30គត់ចំពោះលេខតូចយើងមាន28 52 36និង91បាទចំពោះលេខធំយើងមាន5 27និង156បាទចឹងសារៈតម្រុយរបស់មានការពីម្សិលមិញផងដែរចំពោះខ្ទង់អូសយើងបានចូលទាំងពីរខ្ទង់តែម្ដងប្រហែលបងយើងបាទបានចូលរៀងច្រើនដែរបាទសម្រាប់ខ្ទង់អូសបាទចំពោះលេខតូចយើងបានចូល28ត្រង់ល្អមកក្របប្រហែលបងយើងបាទសម្រាប់លេខផ្សេងទៀតបាទគឺស៊ីមួយលេខប្រហែលបងយើងបាទស្ដាយមែនតើ បាទចំពោះលេខធំយើងបានចូលនៅលេខធំមកគ្រាប់ផងដែរបាទគឺ5 27ប្រហែលបងយើងបាទបានចូលលេខធំមកគ្រាប់ផងដែរបាទគឺ5 27បាទសម្រាប់156គឺយើងអត់បានចូលទេប្រហែលបងយើងដល់គ្នាបាទអញ្ចឹងកុំឲ្យប្រហែលបងយើងរងចាំយូរបាទយើងទៅមើលជាមួយតម្រូវថ្ងៃថ្មីទាំងអស់គ្នាអញ្ចឹងឲ្យមានសុំលុបលេខថ្ងៃចាស់ចោលសិនប្រហែលបងយើងបាទដើម្បីដាក់ចែកជូននៅតម្រូវថ្ងៃថ្មីតែម្ដង បាទសម្រាប់ពុកម៉ែបងប្អូនយើងដែលកំពុងទស្សនាបាទមានក៏សូមចិត្តបាទកុំភ្លេចជួយចុចឲ្យមេដៃនិងចុចជាវរួចបើកនៅសញ្ញាកណ្ដឹងឲ្យមានម្នាក់មួយផងបាទដើម្បីងាយស្រួលតាមដាននិងទស្សនានៅវីដេអូតម្រុយរបស់មានបាទនៅពេលដែលមានបានបង្ហោះវីដេអូតម្រុយទៅភ្លាមបាទគឺខាង YouTube នឹងជួនសារទៅដល់ទូរស័ព្ទដៃពុកម៉ែបងប្អូនតែម្ដងបាទចឹងសម្រាប់ថ្ងៃថ្មីនេះផងដែរបាទចំពោះលេខតូចមានឲ្យលេងនៅលេខ51បាទសម្រាប់គ្រាប់ទី2គឺ29បាទសម្រាប់គ្រាប់ទី3គឺ73និងមួយគ្រាប់ចុងក្រោយគេបាទគឺ06ប្រហែលបងយើង បាទចំពោះលេខធំបាទលេខធំមានឲ្យលេងនៅលេខ059បាទនិងមួយគ្រាប់ទៀតមានឲ្យលេងនៅលេខ473បាទអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនយើងដែលបានយកតម្រុយរបស់មានយិតផ្សងសំណាងបាទហើយមានបញ្ជាក់ឲ្យបញ្ជាក់ទៀតកុំភ្លេចគុណត្រឡប់មួយកន្លងមួយលេខចំលេខផងពុកម៉ែបងប្អូនយើងទាំងគ្នាបាទសម្រាប់លេខតូចមានណែនាំពុកម៉ែបងប្អូនយើងបាទគួរតែលេងឡើងមួយលេខចំមួយលេខទៅបាទដើម្បីបានចូលទាំងអស់គ្នាព្រោះព្រាកចានតម្រុយរបស់មានគឺថាស៊ីមួយលេខឬមួយក៏ពីរលេខអីទេពុកម៉ែបងប្អូនយើង បាទចំពោះលេខធំប្រហែលបងយើងគួរតែលេងគុណបាទបើថាយើងលេងត្រង់ល្អតែម្ដងគឺថាអត់ងាយបានចូលទេបងប្អូនយើងបាទចឹងសម្រាប់ខ្ទង់អូសនៅថ្ងៃថ្មីនេះផងដែរមានឲ្យអូសលេងនៅខ្ទង់50បាទនិងមួយគ្រាប់ទៀតមានឲ្យអូសលេងនៅក្នុងចិត្តបាទចឹងអត់មានក៏សង្ឃឹមថាពុកម៉ែបងប្អូនយើងទាំងគ្នាស្រឡាញ់និងពេញចិត្តតម្រុយរបស់មានផងដែរបាទនឹងបានយកទៅផ្សងសំណាងចូលគ្រប់គ្នាតែម្ដងបាទចឹងអត់មានក៏សូមអរគុណទៅដល់ពុកម៉ែបងប្អូនយើងទាំងគ្នាដែលបានចំណាយពេលវេលាដែលមានតម្លៃមកទស្សនានៃការឲ្យតម្រុយរបស់មានបាទចឹងជួបគ្នាជាមួយវិញម្ដងទៀតនៅស្អែកតាមពេលវេលានៅម៉ោងដដែលហើយមានសូមអរគុណនិងសូមគោរពលា